អង្គព្រះទ្រង់ញៀនមានដែរជាងសំដែងប្រាប់ព្រះអានន្ទថារទិញដែលចាំងបទៅណាទៅបានដោយសារអមរឿងស្អីតថាគុណចាំងក្រំគ្រាហើយមនាលអានន្ទអើយមានមុំអីដូចរទិញចាំងអមឬស្អីវសាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយភ័ន្តតាហាថ្ងៃត្រង់ហើយមាមិនកន្តើយគាល់សាំងស្ដាឆ្នាំសាញ់ខែមៀងថ្ងៃអាទិត្យពេញបរមីពិនថ្ងៃនោះណាព្រះអង្គទ្រង់ដាំងអាយុងសង្ខាចំពោះមុខមីគ្រានោះឯងនៅនាបាវលចៃដីក្បែរវេសាល័យក្រៅកំផែងក៏ក្រឹងធរណីក្រុមកនលែងក៏លន់ខ្វាន់ខ្វែងទៅអាកាសក្រោយមកពីងខងជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាស់សំដែងគាថាអង្គចាណាំងរំលឹកយ៉ាងច្បាំងត្រាំងអវាទទ្រង់បានត្រាំងថាសង្ខារទាំងឡាយតែងតែអន្តរាយវិនាងខូចខាតចូលអ្នករាល់គ្នាកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រញ្ញការហ៊ានដែលស្មូនឆ្នាំងដំដុនដោយដីឆៅក្តីស្អីក្តីឆ្អិនក្តីតូចធំយ៉ាងណាចុងក្រោយរើម៉ែងតែងតែកិរិយាបែងធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសំសិននេះក៏ក្មេងចាស់មានក្រពេលបណ្ឌិតចុងក្រោយរើម៉ែងតែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតថាកូនមានប្រមាណតិចក៏រំពាងពេញឥតកិច្ចកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែប្រេងនិងពៀន3ខែកន្លងយ៉ាងរហាំងសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនពីលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិងពៀនកណ្ដាលព្រៃ